ហាងឆេងមីអន្តរជាតិបានស្ទុះងើបឡើងថ្លៃខ្លាំងនៅក្នុងព្រឹកថ្ងៃច័ន្ទនេះបន្ទាប់ពីលោកដូណាល់ត្រាំបានដាក់ពន្ធទៅលើប្រទេសដែលជាសមាជិក NATO បើកអ្នកនីទិញលក់ហាងឆេងមីឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃច័ន្ទទី19ខែមករាឆ្នាំ2026យើងឃើញថាតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានស្ទុះងើបឡើងខ្លាំងទៅដល់កម្រិត$4,690ក្នុង1អោនឬក៏ប្រមាណជា$5,650ក្នុងមួយដំឡឹងនៅក្នុងព្រឹកនេះមូលហេតុចម្បងដែលជំរុញឲ្យតម្លៃហាងឆេងមាសមានការស្ទុះងើបឡើងខ្លាំងបែបនេះគឺបន្ទាប់ពីលោកដូណាល់ត្រាំបានដាក់ពន្ធទៅលើប្រទេសដែលជាសមាជិក NATO កាលពីចុងសប្តាហ៍កន្លងទៅតែក្នុងនោះគឺមានប្រទេសចំនួន8មានប្រទេសដាណាម៉ាក ណ័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ហើយនិងហ្វាំងឡង់ការដាក់ពន្ធនេះគឺដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយទ័ពនៃអង្គការ NATO ទៅលើប្រទេស Greenland ដែលជាទឹកដីសហរដ្ឋអាមេរិកចង់បានការដាក់ពន្ធនឹងធ្វើជាពីរដំណាក់កាលសម្រាប់ដំណាក់កាលទី1នៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2026តទៅដែលចាប់ផ្ដើមយកពន្ធ 10% ទៅលើរាល់ទំនិញទាំងអស់ដែលនាំចូលពីប្រទេសទាំងនេះហើយដំណាក់កាលទី2នឹងធ្វើឡើងចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2026ដោយដំឡើងរហូតដល់ 25% ប្រសិនបើមិនទាន់មានកិច្ចព្រមព្រៀងលក់កោះ Greenland ឲ្យសហរដ្ឋអាមេរិកភាពតានតឹងនៃផ្នែកភូមិសាស្ត្រនយោបាយនេះបានចាត់ទពលខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុហើយក្នុងនោះយើងឃើញថាតម្លៃហាងឆេងមាសមានភាពវិជ្ជមានខ្លាំងដោយសារតែវាជាទ្រព្យសុវត្ថិភាពបើអញ្ចឹងសម្រាប់ទិសដៅរបស់មាសបច្ចុប្បន្ននេះយើងដឹងពីទិសដៅហើយដោយសារព័ត៌មានហើយយើងមកមើលតម្លៃទាំងអស់គ្នាថាតម្លៃល្អដែលយើងអាចធ្វើការទិញលក់បានយើងចាប់ផ្ដើមមើលពីបកគោរយៈពេល4ម៉ោងទៅមុនបងប្អូនសម្រាប់បកគោរយៈពេល4ម៉ោងយើងឃើញថាមាសគឺស្ថិតនៅក្នុងទំនោរកើនឡើងមកលើបាទទំនោរកើនឡើងមកលើហើយការធ្លាក់ចុះខ្លាំងកាលពីថ្ងៃសុក្រនេះបងប្អូនឃើញការធ្លាក់ចុះខ្លាំងមកកាលពីថ្ងៃសុក្រនេះគ្រាន់តែជាការធ្លាក់ចុះមក clear stop loss របស់ស្ថាប័នធំៗទេបាទអញ្ចឹងបន្ទាប់ពី clear stop loss ហើយបាទពួកគាត់ទិញឡើងមកលើវិញណាហើយយើងឃើញថាព្រឹកនេះគឺវាបានដាច់ gap នេះក៏ធំដែរបងប្អូននេះមកចន្លោះនេះបើយើងគិតទៅបិទផ្សារកាលពីថ្ងៃសុក្រណាយើងថាថ្ងៃសៅរ៍ចុះមកក្នុងប្រទេសកម្ពុជាយើងបាទបិទពីតម្លៃ96ហើយបើកផ្សារនេះបើកនៅតម្លៃបាទ34អញ្ចឹងវាចូល$40$40គ្រាន់តែដាច់ gap $40បងប្អូនហើយវាអត់តន់មកពេញ gap ពេញទេអញ្ចឹងចំណុចដែលសំខាន់មួយទៀតមាសបច្ចុប្បន្ននេះបាទវាបានបំបែកគេហៅថាតំបន់ sideways របស់វាបងប្អូនឃើញថាតំបន់នេះតំបន់ sideways ដែលវាប្រែប្រួលបាទស្ទើរតែពេញមួយសប្តាហ៍ណាអញ្ចឹងលើវាបានបំបែកទៅលើបាត់ហើយដំបូងគិតថាវាបំបែកទៅក្រោមមិនតែជាក់ស្ដែងបងប្អូនឃើញបំបែកធ្លាយមកបាទឡើងទៅវិញបាត់បកគោនៅចំណុចទៀតដែរហើយអ្វីដែលសំខាន់បាទបើបកគោថ្មីមកបកគោថ្មីឡើងមកវិញទៀតអញ្ចឹងឥឡូវនេះគឺមាន complete ហើយទិសដៅថ្មីបន្តទៅឃើញហើយបាទគឺទិសដៅនឹងទៅលើបន្តតំបន់នេះតំបន់ sideways ហើយបានបំបែកតំបន់ sideways នឹងទៅបាត់ហើយអញ្ចឹងឥឡូវនេះយើងរងចាំឲ្យមើលឲ្យទៅវា retest ចុះមកខាងក្រោមនេះដើម្បីធ្វើការទិញឡើងទៅលើបន្តភូមិនេះបើឡើងទៅមិនតិចទេបងប្អូនឡើងទៅខ្លាំងណាបងប្អូនវាស់តែមួយរែងវាទៅបាននេះឥឡូវខ្ញុំវាស់មួយរែងនេះបាទពីក្រោមនេះឡើងមកលើបាទឃើញទេមួយរែងវែងហាក់ហាយគ្នាទេបាទហើយបើសិនជាពីក្រោមនេះឡើងទៅលើទៀតទៅលើកម្រិតបន្ទាប់នេះក្បែរ$4,800ក្នុងអោនជាងបងប្អូនលក់រៀងប្រយ័ត្នបន្តិចបាទលក់ចោលរៀងប្រយ័ត្នបន្តិចអញ្ចឹងយើងបើសិនជាទិញបងប្អូនអាចទិញហូលទុកវែងក៏បានដែរទិញហូលបាទទុកដល់$4,750 $4,800ក៏បានដែរសម្រាប់មាសណាមិនថា trade តាមធនាគារឬក៏ទិញកក់ហាងឆេងទេអាចទុកបានអញ្ចឹងយើងក៏លេខមកមើលមាសរបស់យើងវិញសម្រាប់បកគោរយៈពេល4ម៉ោងគឺវាបាន confirm break out ទៅលើហើយចាំឲ្យវា retest មកបាទ retest ចុះមកខាងក្រោមយើងធៀមចាំធ្វើការទិញឡើងទៅលើវិញបាទអញ្ចឹងហ្នឹងគឺបកគោរយៈពេល4ម៉ោងយើងឃើញថាបានconfirm ទៅលើហើយឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទឥឡូវយើងមកមើល time frame រយៈពេល1ម៉ោងទាំងអស់គ្នាសម្រាប់ time frame រយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់បាទកម្រិតទាបមាន3កម្រិតនៅក្នុងនោះគឺមានកម្រិតទាបទី1នៅកម្រិត$4,630ក្នុង1អោនកម្រិតទាបទី2នៅ$4,599ក្នុង1អោនហើយនៅកម្រិតទាបទី3គឺនៅកម្រិត$4,563ក្នុង1អោនសម្រាប់កម្រិតខ្ពស់ក៏មាន3កម្រិតដូចគ្នាបងប្អូនកម្រិតខ្ពស់ទី1នៅ$4,690ក្នុង1អោនកម្រិតខ្ពស់ទី2នៅកម្រិត$4,715ក្នុង1អោនហើយនៅកម្រិតខ្ពស់ទី3គឺនៅកម្រិត$4,772ក្នុង1អោនតម្លៃសម្រាប់តម្លៃហាងឆេងមាសនៅក្នុងព្រឹកនេះវិញ
ហាងចេញមាសនៅក្នុងព្រឹកនេះយើងឃើញថាឡើងមកប៉ះកម្រិតខ្ពស់ទី1នេះហើយយើងរងចាំឲ្យវា refresh ចោះបាទអញ្ចឹងបងប្អូនចង់ធ្វើការលក់ចោះមកក្រោមក៏បានឬក៏បើសិនជាលក់ចោះរៀង high risk ណារៀងហានិភ័យខ្ពស់បងប្អូនអាចត្រៀមចាំទៅទិញឡើងក៏បានដែរចាំឲ្យវា refresh ចោះមកប៉ះបាទកម្រិតទាបទី1នេះគឺយើងអាចធ្វើការតេស្តទិញឡើងបានហើយបងប្អូនបើសិនជាមានការធ្លាក់ចុះមកណាអាចធ្វើការទិញឡើងបានឬក៏បើសិនជាធ្លាក់មកដល់កម្រិតទាបទី2នេះគឺរឹតតែល្អទិញទៀតបងប្អូនកម្រិតទាបទី2នេះរឹតតែល្អទិញទៀតប្រសិនបើធ្លាក់មកដល់កម្រិតទាបទី2វាដូចមកបំពេញ gap របស់វាបងប្អូនអញ្ចឹងគឺតម្លៃល្អទិញគឺក្នុងតំបន់ហ្នឹងឯងអាចធ្វើការទិញឡើងទៅលើវិញហើយក្នុងករណីមួយទៀតស្រាប់តែមាសអត់ធ្លាក់ទេព្រឹកនេះបុកដាច់4690យើងចាំមើលនេះ4715ចាំយើងអាចធ្វើការតេស្តលក់ឬក៏4772ដុល្លារក្នុងមួយអោនអញ្ចឹងមាសបងប្អូនអាចរងចាំមើលពីច្រើនដាច់ gap ចេះវាតែងតែមកបំពេញ gap ហើយការបំពេញ gap បងប្អូនចាំបើសិនជានៅក្នុងថ្ងៃនេះអត់ធ្លាក់ចុះមកបំពេញ gap ទេរៀងប្រយ័ត្នចុងសប្តាហ៍បន្តិចព្រោះចុងសប្តាហ៍មាសអាចនឹងធ្លាក់មកបំពេញ gap វិញអញ្ចឹងបាទដើមសប្តាហ៍អាចទិញបាទចុងសប្តាហ៍អាចលក់ចេញមុនចុងសប្តាហ៍ក៏បានដែរបាទអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសនៅក្នុងព្រឹកនេះខ្ញុំឲ្យបងប្អូនត្រៀមចាំទិញបើតែចាំឲ្យវាធ្លាក់មកដល់កម្រិតដែរសំខាន់របស់យើងចាំធ្វើការទិញឡើងអញ្ចឹងការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងមានអីប្រែប្រួលមានតម្លៃល្អក្នុងការចូលទីផ្សារបន្ថែមទៀតខ្ញុំនឹងធ្វើការអាប់ដេតនៅក្នុងក្រុមរបស់យើងសម្រាប់បងប្អូនដែលចង់បើកគណនីកក់ហាងឆេងមាសបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទ011 699និង802អាច call ក៏បានអាចឆាតតាម Telegram ក៏បានអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ